តុលាការថៃផ្តន្ទាទោសដាក់ពន្ធនាគារក្រុមមេដឹកនាំចលនាអាវក្រហមចំនួន11នាក់ពីបទបំពានច្បាប់ដាក់ប្រទេសក្នុងស្ថានភាពអាសន្នថ្ងៃទី7 ខែតុលាឆ្នាំ2025តុលាការថៃបានជំនុំជម្រះក្តីព្រហ្មទណ្ឌចំពោះក្រុមមេដឹកនាំចលនាអាវក្រហមចំនួន11នាក់ពីបទបំពានច្បាប់ដាក់ប្រទេសជាតិក្នុងស្ថានភាពអាសន្នវិធានការច្បាប់នេះបានដាក់ចេញដើម្បីទប់ទល់នឹងចលនាបាតកម្មប្រឆាំងរដ្ឋាភិបាលថៃជំនាន់នាយករដ្ឋមន្ត្រីអភិសិទ្ធវិជ្ជាជីវៈកាលពីឆ្នាំ2010ក្នុងចំណោមជនជាប់ចោទទាំង11នាក់មាន5នាក់ត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន4ឆ្នាំ4ខែចំណែក6នាក់ផ្សេងទៀតមាន4នាក់ត្រូវដាក់ពន្ធនាគារ4ខែនិង2នាក់ត្រូវបានលើកលែងទោសគូរំលឹកជូនថាកាលពីឆ្នាំ2010បាតកោថៃរាប់ពាន់នាក់ដែលប្រជាជនមានសមានចិត្តគាំទ្រចលនាអាវក្រហមបានធ្វើបាតកម្មពេញប្រទេសពិសេសបានគ្រប់គ្រងកន្លែងយុទ្ធសាស្ត្រសំខាន់ៗនៅកណ្ដាលក្រុងបាងកកការងើបឈរឡើងបាតកម្មនៅគ្រានោះគឺដើម្បីសម្ដែងមតិគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីណាវ៉ាត់ដែលត្រូវតុលាការធ្វើទុកបុកម្នេញនិងកាត់ទោសក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានពួកយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចតាំងពីឆ្នាំ2006ហើយអំឡុងពេលកាត់ទោសគ្រានោះរូបលោកកំពុងភៀសខ្លួននៅក្រៅស្រុកបាតកម្មដ៏ខ្លាំងជំនាន់នោះបានបណ្ដាលឲ្យរំជើបរំជួលស្ថាប័នជាតិជាច្រើនក្នុងរយៈពេលជាង2ខែបាតកម្មនេះបានបិទបញ្ចប់ទៅវិញដោយការបង្ហូរឈាមព្រោះតែការប៉ះទង្គិចយ៉ាងហិង្សានិងការបង្ក្រាបដ៏ឃោរឃៅពីកម្លាំងប៉ូលីសបើយោងតាមទិន្នន័យរបស់អង្គការការពារសិទ្ធិមនុស្ស Human Rights Watch បានឲ្យដឹងថាការបង្ក្រាបក្រុមបាតកោពីកម្លាំងប៉ូលីសដោយការបាញ់គ្រាប់កាំភ្លើងពិតបានបណ្ដាលឲ្យស្លាប់មនុស្សយ៉ាងតិច90នាក់និងរបួសជាង2000នាក់នៅក្នុងឆ្នាំ2012ប្រជាជននិងអាជ្ញាធរថៃបានចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីអភិសិទ្ធវិជ្ជាជីវៈនិងអតីតនាយករដ្ឋមន្ត្រីលោកស៊ូថេពថូស៊ូបានពីបទប្រព្រឹត្តអំពើមនុស្សឃាតតាមរយៈការបញ្ជាឲ្យបង្ក្រាបបាតកោយ៉ាងបង្ហូរឈាមដោយឡែកលោកថាក់ស៊ីនស៊ីណាវ៉ាត់កាលពីខែកញ្ញាឆ្នាំ2025តុលាការកំពូលថៃបានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល1ឆ្នាំដោយសារតែលោកមិនអនុវត្តទោសឲ្យបានត្រឹមត្រូវកាលពីឆ្នាំ2023